ថ្ងៃនេះខ្ញុំមកបដកពូជការដើម្បីទុកដាំនៅតាមសួនបន្លែព្រោះសួនបន្លែនីមួយៗខ្ញុំតែងតែដាំផ្កាដើម្បីលម្អសោភ័ណភាពផងទីពីរវាជួយទាក់ទាញសត្វស្លាបដែលវាក្រេបលម្អវាមកប្រកាត់ពូជទៅលើផ្ការបស់យើងហ្នឹងដើម្បីជួយប្រកាត់ពូជបន្លែយើងឲ្យឆាប់បានផលដែរហើយផ្កាមិនត្រឹមតែស្អាតត្រឹមតែជួយទាក់ទាញកន្លងទាក់ទាញសត្វដែលមកជួយប្រកាត់លម្អទេការក៏មានប្រភេទការខ្លះគឺវាជួយកាត់បន្ថយការយាយីពីសត្វល្អិតចង្រៃដែរដោយសត្វល្អិតខ្លះវាអត់ចូលចិត្តក្លិនផ្កាទេអញ្ចឹងណាបងប្អូនតែវាមានចំណែកល្អនិងមានចំណែកមិនល្អផ្សេងទៀតដែលវាមានភាពលម្អិតនៅក្នុងហ្នឹងដល់តែបងប្អូនជាអ្នកដាំដំណាំផ្ទាល់ទើបដឹងថាលក្ខណៈបត់បែននៃការដាំដុះហ្នឹងមានច្រើនបែបច្រើនយ៉ាងហ្នឹងព្រោះដោយសារតែយើងនិយាយតែមួយទៅបងប្អូនគាត់មានបញ្ហាផ្សេងគាត់នឹងចាក់ស្រេះមកថាអូអានេះមិនត្រូវចាអានេះមិនត្រូវតាមពិតវាមានត្រូវដោយចំណែកអញ្ចឹងដល់បងប្អូនពិសោធន៍ខ្លួនឯងដាំដុះដោយខ្លួនឯងទើបដឹងថាកសិកម្មហ្នឹងគឺវាសុបាយការដាំដុះហ្នឹងគឺវាធ្វើឲ្យយើងរីករាយព្រោះយើងបានទទួលនៅបទពិសោធន៍ថ្មីទាំងអស់